ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកនាំបងប្អូនទាំងអស់គ្នាឲ្យស្គាល់នៅហាងអាមេរិកាំងមួយដែលមានឈ្មោះថា Cracker Barrel អញ្ចឹង Cracker Barrel ហ្នឹងគឺជាភោជនីយដ្ឋានយ៉ាងម៉េចខ្លះយើងទៅស្ដាប់ទាំងអស់គ្នាអំពីភោជនីយដ្ឋាននេះ Cracker Barrel គឺជាសង្វាក់ភោជនីយដ្ឋាននិងហាងលក់រាយរបស់សហរដ្ឋអាមេរិកដែលផ្ដល់ជូននូវអាហារបែបប្រពៃណីភាគខាងត្បូងនិងហាងលក់អំណោយតាមបែបប្រទេសបង្កើតឡើងក្នុងឆ្នាំ1969នៅក្នុងទីក្រុង Lebanon រដ្ឋ Tennessee ហាងរបស់ខ្សែសង្វាក់នេះត្រូវបានគេស្គាល់ថាសម្រាប់ការតុបតែងហាងទូទៅក្នុងសម័យបុរាណដោយមានកៅអីរំជួយ និងវត្ថុបុរាណនិងមុខម្ហូបបែបបុរាណដូចជាមាន់បំពងនំប៊ីស្គីតនិងទឹកជ្រលក់ឈ្មោះ Cracker Barrel មកពីហាងប្រទេសក្នុងសតវត្សទី18និងនំCracker ត្រូវបានលក់ចេញពីធុងចំហដែលបម្រើជាកន្លែងប្រមូលផ្ដុំសម្រាប់សហគមន៍ផងដែរភោជនីយដ្ឋាននឹងដែលមានម្ហូបមកពីភាគខាងត្បូងបញ្ជីមុខម្ហូបមានលក្ខណៈពិសេសមកពីម្ហូបភាគខាងត្បូងដែលរួមមានអាហារពេលព្រឹកអាហារថ្ងៃត្រង់និងជម្រើសអាហារពេលល្ងាចពេញមួយថ្ងៃផងដែរសម្រាប់អាហារសម្រន់អ្នកអាចរកឃើញមុខម្ហូបដ៏ពេញនិយមដូចជា meatloaf ហ្នឹងគឺអាសាច់ដុំធំដែលគេចម្អិនហើយដាក់ទឹកម្ទេសប៉េងប៉ោះពីលើស្រាប់ពីលើហ្នឹងហើយមានរសជាតិឆ្ងាញ់ណាស់បងប្អូនហើយមានដូចជាសាច់ប្រហិតហើយនិងមាន់បំពងដែលជាញឹកញាប់បានបម្រើជាមួយនឹងដំឡូងកិនគេដាក់ទឹកជ្រលក់ពីលើអាដំឡូងកិនហ្នឹងណាហើយនឹងសណ្តែកបៃតងហាងហ្នឹងគេមានលក់អីវ៉ាន់លក់រាយគ្រប់មុខចឹងណាហើយមកពីហាងប្រទេសលំដាប់ប្រទេសចឹងណាទីតាំងនីមួយហ្នឹងមានហាងលក់កាដូដែលរចនាឡើងស្រដៀងនឹងហាងប្រទេសសម័យបុរាណសម្រាប់ផលិតផលនៅក្នុងហាងហ្នឹងគេមានលក់ទំនិញជាច្រើនមុខរួមទាំងប្រដាប់ប្រដាក្មេងលេងស្ករគ្រាប់សម្លៀកបំពាក់ការតុបតែងគេហដ្ឋាននិងកន្ទេលដែលគួរឲ្យអស់សំណោចដូចជាកៅអីយោរំជួយនិងចានដែកជាដើមប្រភពដើមនៃឈ្មោះហ្នឹងគឺមកពីការប្រមូលផ្ដុំសហគមន៍នៅសម័យដើមនៃហាងលក់តាមប្រទេសនំ Cracker ទឹកសូដាត្រូវបានគេដឹកជញ្ជូនក្នុងធុងធំតារាងបណ្ដោះអាសន្ននៅពេលដែលធុងទាំងនេះតទេនោះគេតែងតែបម្រើវាជាតុបណ្ដោះអាសន្នសម្រាប់សមាជិកសហគមន៍ដើម្បីប្រមូលផ្ដុំគ្នាលេងអុកនិងចែករំលែកនៅព័ត៌មាននិមិត្តសញ្ញាដែលអឡោះអាល័យហ្នឹងគឺCracker Barrel បានន័យថាធុងបំពងហ្នឹងបានក្លាយជានិមិត្តសញ្ញានៃការលួងលោមដ៏សាមញ្ញភាពស្និទ្ធស្នាលនិងបដិសណ្ឋារកិច្ចដែលមាននៅក្នុងហាងចាស់ទាំងនេះទាំងអស់នេះហើយគឺជាអត្ថន័យនៃហាង Cracker Barrel មានកន្លែងគេញ៉ាំអីនៅម្ខាងទៅហើយមានកន្លែងគេលក់វត្ថុអនុស្សាវរីយ៍នៅម្ខាងទៀតហើយមុខម្ហូបនៅក្នុងហាងហ្នឹងវាលក្ខណៈតាមបែបជនបទហើយម្ហូបឆ្ងាញ់មែនតើបងប្អូនហើយខ្ញុំចូលចិត្តម្ហូបនៅទីនោះនេះគឺជាមុខម្ហូបខ្លះៗដែលខ្ញុំបានញ៉ាំហើយសង្ឃឹមថាបងប្អូនចូលចិត្តម្ហូបទាំងនេះហើយមើលទៅគួរឲ្យឆ្ងាញ់មែនតើ